អូខេអញ្ចឹងនៅក្នុងវីដេអូនេះគឺយើងនឹងមកចាប់ផ្ដើមសិក្សាអំពី framework របស់យើង Django នៅក្នុងវីដេអូនេះហើយយើងនឹងមក set up environment ហើយនឹង set up project របស់យើងមុនយើងអាចចាប់ផ្ដើមcreate application បានអូខេមុននឹងយើងចាប់ផ្ដើមសរសេរ code គឺយើងនឹងមកមើលខ្លះតាក់ទងអំពី Django នេះផ្ទាល់តាក់ទងថាតើ Django ជាអីគេក្រុមហ៊ុនណាប្រើប្រាស់វាខ្លះតើវាខុសគ្នាឬក៏វាមានសារៈសំខាន់advantage របស់វាអីគេខ្លះអញ្ចឹងអូខេអញ្ចឹងDjango ជាអីគេ Django គឺជា high level មានន័យថាគឺវាស្រួលយល់ស្រួលសរសេរអញ្ចឹងបើសិនជាយើងបានរៀនចេះតាក់ទងជាមួយនឹង Python programming language ជាមួយនឹង basic ហើយនឹងជាមួយនឹង OOP ហើយគឺយើងអាចចាប់ផ្ដើមខ្លះជាមួយនឹង Django បានហើយបើយើងយល់ពីការ import export file ឬ library ជាដើមអញ្ចឹងថាគឺជា high level framework គឺ Django គឺបង្កើតឡើងសម្រាប់ឲ្យយើងបង្កើត application នឹងបានលឿនអញ្ចឹងយើងអាចចំណាយពេលត្រឹមតែមួយថ្ងៃគឺយើងអាចបង្កើត application របស់យើងបានហើយដើម្បី test ឬក៏លក្ខណៈថា proof of concept ជាដើមហើយ Django គេហៅថា battery include មានន័យថា Django គឺមានគ្រប់សពហ្មងគឺអត់ខ្វះខាតអីទេគឺមានគ្រប់គឺជាវាជា library មួយដែលមានគ្រប់ជាពិសេសតាក់ទងជាមួយនឹងយើងឃើញកន្លែងនេះតាក់ទងជាមួយនឹងsorry my bad តាក់ទងជាមួយនឹង admin panel តាក់ទងជាមួយនឹង database handling តាក់ទងជាមួយនឹង authentication គឺមានទាំងអស់គឺយើងអត់ត្រូវការសរសេរខ្លួនឯងអត់ត្រូវការ install third party យើងអត់ត្រូវការអីច្រើនញ៉ៃទៀតទេហើយដោយសារវាប្រើប្រាស់ Python គឺវាមាន library ច្រើនមែនតើបើសិនយើងចង់ប្រើអីយើងអាច pip install បានដូចគ្នាហើយ Django គឺប្រើប្រាស់ MVT architecture យើងហៅថា model view ហើយនិង template យើងមើលកន្លែងហ្នឹង model ជាអីគេ model កន្លែងហ្នឹងគឺតាក់ទងជាមួយនឹង database របស់យើងហើយ view គឺតាក់ទងជាមួយនឹង logic ហើយ template គឺតាក់ទងជាមួយនឹង front end គឺការបង្ហាញឲ្យ user របស់យើងឃើញអញ្ចឹងបើយើងនិយាយងាយយល់គឺ model គឺកន្លែងទុក data របស់យើងdatabase view គឺជា logic ដែលបង្ហាញ query data ឬក៏បង្ហាញ data ហើយ template គឺជាអ្វីដែល user របស់យើងឃើញនៅពេលដែលគេមកមើល application របស់យើងហើយយើងនឹងឃើញថាតើ3ហ្នឹងគឺវាធ្វើការតាក់ទងជាមួយគ្នាមិនខ្លះនៅពេលដែលយើងចាប់ផ្ដើមបង្កើត web application តែម្ដងហេតុអីមកយើងត្រូវការប្រើប្រាស់ Django គឺលឿននៅក្នុងការ develop គឺយើងអាចសរសេរបង្កើតដូចខ្ញុំនិយាយអញ្ចឹងគឺបង្កើត application គឺបានតែមួយថ្ងៃគឺយើងអាចបង្កើតវាបានហើយ Django គឺវា secure មែនតើដោយសារវារាប់បញ្ចូល common attack ច្រើនដូចជា SQL injection សម័យនេះបើសិនជានៅមាន SQL injection គឺពិបាកមែនតើអញ្ចឹង Django គឺមាន protection ហើយគឺមាន XSS ឬ cross site scripting cross site request forgery មួយហ្នឹង cross site request forgery ហ្នឹងគឺក៏ important ដែរនៅពេលដែលយើងកូដជាមួយនឹង API ជាដើមវា scalable គឺយើងអាចបង្រីកបាននៅពេលអនាគតទៅបើសិនជាយើងចង់ឲ្យ application កាន់តែធំគឺយើងអាចបង្រីកវាបានហើយវាអាច handle heavy traffic បើសិនជា application មានអ្នកប្រើប្រាស់កាន់តែច្រើនគឺអាចបង្កើតអីក៏បានដែរ versatility គឺយើងអាចប្រើប្រាស់បង្កើតអីក៏បាន social media ក៏បាន social network CRM អីក៏បានដែរ e-commerce គឺបានទាំងអស់ហើយតមកទៀតគឺតើណាគេក្រុមហ៊ុនធំៗណាខ្លះដែលថាប្រើប្រាស់ Django ដើម្បីជា back end របស់គេយើងមាន Instagram មាន Pinterest Spotify NASA Dropbox អញ្ចឹងខ្ញុំជឿថាពួកយើងទាំងអស់គ្នាច្បាស់ជាស្គាល់ក្រុមហ៊ុនទាំងហ្នឹងហើយអូខេឥឡូវយើងនឹងមកមើលរបៀបដែលយើងអាច set up វាបានអញ្ចឹងមុនយើងចាប់ផ្ដើម set up គឺយើងនឹងមកយល់ខ្លះអំពី best practice ដែលយើងគួរតែចាប់ផ្ដើមនៅពេលដែលយើងបង្កើត Django project ឬក៏ Django application ជាដើមអញ្ចឹង best practice របស់គេគឺគេ recommend ឲ្យយើងប្រើប្រាស់ virtual environment គឺជាកន្លែងឬក៏ជា box មួយដែលយើងអាចធ្វើការងាររបស់យើងនៅក្នុងហ្នឹងដែលវាមិនប៉ះពាល់ទៅដល់ project ផ្សេងៗឬក៏មិនប៉ះពាល់ទៅដល់ computer យើងផ្ទាល់គឺវាមិនឲ្យ computer យើងញ៉ៃទេអញ្ចឹងយើងមើលងាយថា virtual environment is an isolated bubble for your projects អញ្ចឹងថា project មួយគឺ virtual environment មួយគឺដូចជាបន្ទប់មួយដែលយើងអាចចូលទៅ test បើសិនជាខ្ទុះបញ្ហាអីក្នុងហ្នឹងគឺ happen នៅក្នុងបន្ទប់ហ្នឹងទេគឺវាអត់មានបញ្ហាអីទេអញ្ចឹងគេថា avoid dependency hell ជាមានន័យថាវា separation of concern project ទី1ប្រើប្រាស់ Django version ទាបមួយទៀតប្រើប្រាស់ version ខ្ពស់ឬក៏ប្រើប្រាស់ library ខ្ពស់ខុសគ្នាគឺវាអត់ប៉ះពាល់គ្នាដោយសារវានៅក្នុង environment ខុសគ្នាហើយវាជួយឲ្យ computer របស់យើង clean system របស់យើង clean
អូខេឥឡូវយើងនឹងមកចាប់ផ្ដើម setup ទាំងអស់គ្នាអញ្ចឹងឥឡូវយើងអាចចាប់ផ្ដើមបើក Visual Studio របស់ code របស់យើងបានហើយអញ្ចឹងមុនយើងចាប់ផ្ដើមគឺយើងអាច check ខ្លះតាក់ទងជាមួយនឹងrequirement ថាយើងត្រូវមានខ្លះគឺយើងត្រូវមាន Python install បើយើងអត់ដឹងរបៀប install Python ទេខ្ញុំមានវីដេអូខ្ញុំពីមុនរបៀបបង្រៀនពីរបៀប install Python ហើយនេះគឺ Django គឺយើងនឹង install Django ដែរដោយសារ obviously គឺយើងត្រូវការ Django អូខេហើយអូខេអញ្ចឹងខ្ញុំគិតថាពួកយើងជំហានដំបូងគឺយើងត្រូវការបង្កើត folder មួយយើងត្រូវការបង្កើត folder មួយនៅលើ desktop របស់យើងគឺនៅកន្លែងណាក៏បានដែរឲ្យតែយើងងាយនឹងរកហើយបន្ទាប់មកយើងមិនបាច់ចាំរៀនអា command នេះប្រហែលទេដោយសារអត់ចង់ឲ្យវា complicate អញ្ចឹងយើងចូលទៅ VS Code របស់យើងគឺបើសិនជាយើងត្រូវការ VS Code គឺត្រូវការ install វាដែរគឺអាចទៅ Google មកហើយ VS Code មកអញ្ចឹងមកគឺយើងឃើញហើយយើងអាចdownload សម្រាប់ operating system របស់យើងមកអូខេអញ្ចឹងខ្ញុំនឹងដាក់តារាងបែបនេះដោយសារខ្ញុំប្រើ MacBook ហើយអ្នកខ្លះប្រើអីផ្សេងអញ្ចឹងទៅគឺពិបាកអញ្ចឹងមានន័យថានៅពេលដែលយើងចូល virtual environment ហើយគឺ command ទាំងអស់គឺដូចតែគ្នាទេអូខេអញ្ចឹងដំបូងនៅពេលដែលយើងបង្កើតហើយគឺយើងចូលទៅកន្លែង file មកហើយយើងទៅកន្លែង open window នេះនៅពេលយើងដល់បាន open window គឺយើងចាប់ផ្ដើម locate folder របស់យើងតើ folder យើងនៅណា folder យើងនៅ desktop folder យើងនៅ document my document នៅក្នុង download តាមណាក៏បានដែរស្រាប់យើងបន្ទាប់មកយើងចុចលើ folder ហ្នឹងហើយយើងចុច open មកឥឡូវខ្ញុំចុចហើយខ្ញុំបង្កើត folder របស់ខ្ញុំមួយឈ្មោះថា note អញ្ចឹងដោយសារវានៅក្នុង screen មួយទៀតអញ្ចឹងអត់អាចបង្ហាញបានអញ្ចឹងយើងបង្កើត folder មួយឈ្មោះថា note មកហើយយើងចូលកន្លែង file ចុច open folder ហើយ select folder ហ្នឹងមកឡើយនៅពេលដែលយើងបានអញ្ចឹងហើយគឺយើងនឹងចូលទៅ terminal របស់វាអញ្ចឹងកន្លែងនេះគេថាអីគេ create virtual environment អញ្ចឹងនៅក្នុង Windows យើងនឹង type command មួយនេះអញ្ចឹងតើយើងគួរ type command នៅកន្លែងណាអញ្ចឹងយើងឡើងមកលើនឹងមកគឺយើងរកពាក្យថា terminal new terminal យើងនឹងឃើញកន្លែងនេះចេញមកឲ្យយើងអាច type បានអញ្ចឹងបើសិនជាយើងឃើញថា note កន្លែងនេះគឺយើងដឹងថាយើងកំពុងតែនៅក្នុង directory របស់ note ហ្នឹងហើយគឺ folder ដែលយើងកំពុងតែនៅហ្នឹងហើយអញ្ចឹងយើងចាប់ផ្ដើម type អីគេ python m .clear m venv .env អូខេយើងចង់ហៅវាមិនក៏បានដែរប៉ុន្តែខ្ញុំយើងហៅវា venv សិនក៏បានដែរអញ្ចឹងខ្ញុំនឹងប្រើ command មួយនេះហើយអ្នកដែលប្រើ Windows នឹងប្រើ command មួយនេះអូខេអញ្ចឹង Python 3 wait a bit Python 3 -venv កន្លែងហ្នឹងគឺយើងអាចដាក់ឈ្មោះ project របស់ virtual environment របស់យើងបានយើងហៅ app យើងហៅ node យើងហៅអីក៏បានដែរប៉ុន្តែខ្ញុំនឹងហៅថា venv តមកយើងចុច enter មកយើងនឹងឃើញ folder មួយនឹងបង្កើតនៅកន្លែងនេះឃើញទេគឺបង្កើតឲ្យយើងហើយយើងចាំវាមកស្ទួលនៅពេលដែលវាឲ្យយើង type in new command ចាំយើង type in ទៀតតែឥឡូវវាកំពុងតែដំណើរការអូខេអញ្ចឹងគឺហើយអញ្ចឹងត្រូវចាំបើសិនជាយើងប្រើ Windows គឺយើងប្រើមួយនេះបើសិនជាយើងប្រើ Mac គឺយើងប្រើមួយនេះបន្តមកទៀតនៅពេលដែលយើងបង្កើត virtual environment របស់យើងហើយគឺយើងត្រូវការ enter វាយើងត្រូវការចូលទៅក្នុង virtual environment ហ្នឹងតែយើងចូលទៅក្នុង virtual environment ហ្នឹងយើងប្រើអីគេវាគឺយើងហៅថា activate គឺយើងប្រើប្រាស់ command ខាងក្រោមហ្នឹងបន្ទាប់មកអញ្ចឹង again ខ្ញុំដោយសារខ្ញុំប្រើ Mac គឺខ្ញុំត្រូវការប្រើប្រាស់បុកដូចនេះអញ្ចឹងបើយើងប្រើជាងដាក់ឈ្មោះរបស់ virtual environment របស់យើងមក .venv ហេតុផលយើងដាក់ dot ខាងមុខដោយសារនៅពេលដែលយើង commit វាទៅ GitHub អីហ្នឹងគឺវានឹង ignore វាអត់ upload virtual environment យើងទៅទេចឹងដូចគេយើងហៅថាវា hide គេលក្ខណៈថា hiding file activate ចឹងចាស់ចឹងយើងឃើញហើយវា activate ហើយគឺកន្លែងនេះចឹង again បើសិនជាយើងអ្នកប្រើប្រាស់ Windows គឺ command មួយនេះយើងឃើញអក្សរ S គឺ capitalize ចឹងបើសិនជាមើលអត់ទាន់អាច pause video ហើយយើងអាច photo តាមចឹងនៅពេលយើង tap command ហ្នឹងហើយយើងចុច enter មកគឺយើងនឹងចេញបែបនេះនៅពេលយើងចេញបែបនេះគឺយើងអាចចាប់ផ្ដើមសរសេរ code របស់យើងបានចាប់ផ្ដើមលក្ខណៈថា install Django ចាប់ផ្ដើម project របស់យើងបានដូចគ្នាអូខេអញ្ចឹងគឺត្រូវចាំ parenthesis កន្លែងនេះក្នុងវងកញ្ចក់កន្លែងនេះ
បើសិនយើងអត់ចេញកន្លែងទេសូម install នេះចាប់ដើមពីលើមកវិញក៏បានហើយចាប់ដើមពីកន្លែងនេះក៏បានអូខេឥឡូវដល់វគ្គយើងត្រូវការចាប់ដើម project របស់យើងអញ្ចឹង project របស់យើងនៅក្នុង series មួយនេះគឺយើងឲ្យវាឈ្មោះថា Note Keeping App អញ្ចឹងយើងបង្កើត Note យើងធ្វើ CRUD ជាមួយនឹង Note ហ្នឹងអញ្ចឹងយើងចាប់ដើម install Django មុនគេដូចខ្ញុំបញ្យល់អញ្ចឹងយើងប្រើប្រាស់ Django គឺយើងត្រូវការ install Django យើងប្រើប្រាស់ command pip install Django បែបនេះតមកយើងចុច enter ហើយនឹងរងចាំវា Okay, ignore this one អញ្ចឹងយើងត្រូវចាំថានៅពេលយើង install Python គឺយើងត្រូវការ install Python នៅក្នុង global ដូចគ្នាដើម្បីឲ្យ virtual environment ទាំងអស់អាច access Python បានអូខេបន្ទាប់ពីយើង install ហើយគឺយើងអាចចាប់ផ្ដើមបង្កើត project របស់យើងអូខេអញ្ចឹងយើងអាចប្រើ command មួយនេះ Django admin start project node ហើយនឹង dot ដោយសារ project របស់យើងឈ្មោះ node ណាអូខេ Django admin start project node space ហើយនឹង dot អញ្ចឹងយើងឃើញថា command នេះ command របស់យើង Django admin ហើយ dot clear មួយមក start project គឺតែមួយពាក្យទេអត់មាន dot clear ទេហើយ dot clear កន្លែងនឹងមួយទៀតមកហើយយើងដាក់ពាក្យថា node dot clear ហើយ dot ដោយសារយើងចង់បង្កើត node ហ្នឹងនៅក្នុង the same directory ពេលយើងធ្វើហើយយើងចុច enter មកយើងនឹងឃើញ folder មួយទៀតបង្កើតនៅកន្លែងនេះហើយយើងវាឲ្យយើង node ហើយនឹង manage.py អញ្ចឹងនៅក្នុង node នេះគឺយើងមានទាំងអស់មាន setting.py url.py នេះជាកន្លែងដែលយើង spend most of the time នៅកន្លែងហ្នឹងអូខេនៅពេលយើងចាប់ដើម project ហើយយើងនឹងមើល project របស់យើងគឺយើងគួរមានបែបនេះគឺយើងមាន node ហើយនឹងមាន file មួយឈ្មោះថា manage.py នេះគឺសំខាន់មែនតើអញ្ចឹងឥឡូវយើងចាប់ដើមមើលបើសិនជាយើង run everything correctly គឺយើងគួរតែអាច run server បានដើម្បីនឹងឃើញ project របស់យើងអូខេអញ្ចឹងយើងធ្វើដូចគ្នា python manage.py run server one word enter នឹងវានឹងបើកserver របស់យើងចាប់ដើមរត់ហើយអញ្ចឹងដូចខ្ញុំនិយាយពីបញ្យល់ពីមេរៀនមុនហ្នឹងតាក់ទងជាមួយនឹង server តាក់ទងជាមួយនឹង client អញ្ចឹង server របស់យើង run វានឹងវា serve មកឲ្យយើងនៅក្នុងមួយនេះកន្លែងនេះlocal host អញ្ចឹង 172.0.0.1 ហ្នឹងគឺជា local host ក្នុង port 8000អញ្ចឹងយើងអាចចុចលើវាបានវាបើកហើយ let me see if I can show you where it is Winocom នេះអូខេអូខេ zoom in ខ្លាំងពេកអូខេអញ្ចឹងបើសិនជាយើងឃើញបែបនេះគឺមានន័យថា project របស់យើងគឺដំណើរការត្រឹមត្រូវហើយអូខេ so យើងឃើញ terminal របស់យើងកំពុងតែ run ខ្ញុំបើសិនខ្ញុំ refresh កន្លែងនេះគឺយើងឃើញវា run ម្ដងទៀតឃើញget ទេយើងរៀនពីមេរៀនមុនគឺ get គឺគេជា method មួយនៃ HTTP ឃើញ200គឺជា status code មេថាវាអត់មានបញ្ហាអីទេអញ្ចឹង server យើងរបស់យើងគឺ respond មកអូខេអញ្ចឹងសង្ឃឹមថាយើងទាំងអស់គ្នាយល់តាក់ទងជាមួយនឹងការ set up project របស់យើងនៅក្នុង Django ហើយយល់ថាហេតុអីបានគេប្រើប្រាស់ Django នៅណាគេខ្លះប្រើប្រាស់ Django ហើយនឹងយល់ពី architecture របស់វា MVT view model view ហើយនឹង template ហើយនឹងតាក់ទងជាមួយនឹងការ set up project មាន command ហើយនឹង virtual environment គឺត្រូវចាំថានៅពេលដែលយើងចាប់ផ្ដើម work ជាមួយនឹង Django លើកណាគឺយើងត្រូវចាប់ផ្ដើមពី start virtual environment អញ្ចឹងន័យថានៅពេលយើងបិទ computer ហើយយើងចាប់ផ្ដើម continue project នឹងថ្ងៃស្អែកអញ្ចឹងថ្ងៃស្អែកឡើងយើងបើកយើងត្រូវការចាប់ផ្ដើម virtual environment again គឺយើង run command again activate virtual environment again អូខេសង្ឃឹមថារៀនបានខ្លះពីមេរៀននេះហើយបើសិនជាអត់យល់អាចសួរសំណួរខាងក្រោមបានហើយអីគេទៀតបើសិនជាតាមអត់ទាន់អាចមើលវីដេអូឡើងវិញម្ដងទៀតអូខេបាយបាយ